លេខ079797959 មួយឈុតតម្លៃត្រឹមតែ$47ប៉ុណ្ណោះ Free ដឹកជញ្ជូនទូទាំងប្រទេសចង់ទិញផលិតផលដែលមានគុណភាពល្អទំនុកចិត្តតម្លៃសមរម្យទិញនៅ Hong Mi Mallកាបូបក្នុងក្តីស្រមៃរបស់នារីតាក់ទងទិញឥឡូវនេះតាមរយៈ Facebook Page Hong Mi Mall ឬទូរស័ព្ទមកលេខ078797959 ចាប់ផ្ដើមសកម្មភាពប្រចាំថ្ងៃរបស់អ្នកជាមួយនីលការ Roseសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងកណនីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ឥឡូវនេះសង្ក្រាន្តនឹងចូលមកដល់នៅក្នុងថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកនោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោវិថីទៅផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាក្ខសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅសៀតផ្កាឈូកអភរណៈកែវមូរាភក្កសាហាលោហិតព្រះហស្ថស្ដាំទ្រង់កាន់ត្រីសូលព្រះហស្ថឆ្វេងទ្រង់កាន់ធ្នូគង់លើអសតរៈសត្វសេះជាសត្វពាហនៈនាំអស់ពួកទេពនិករនិងបវរកញ្ញាទាំង100,000កោដហោះទៅកាន់គុហាកែវឈ្មោះគុណធមេលីនេតិភ្នំកៃឡាសខេត្តហេមពាន្តដែលប្រឌិស្ថានទុកព្រះសិរសាកបិលមហាព្រហ្មដំកល់លើពៀនមាសនាំចេញមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅដំកល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រទេពធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនុត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោអសុបរាជទាំង7ត្រជាក់ត្រជុំខ្សែមខ្សានព្រះហឫទ័យហើយនាំគ្នាចូលទៅសមាទានសិលដោយព្រះតីសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបង់នៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលស្រីសួស្តីជនមានអាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមខ្សាន្តតរៀងទៅហើយសាធុជនទាំងអស់ពេលវេលាកាន់តែរំកិលចិត្តមកហើយសូមសាធុជនទាំងអស់ប្រុងប្រៀបរៀបចំខ្លួនប្រាណរៀបចំសម្លៀកបំពាក់គ្រឿងក្រអូបអុជទៀនធូបផ្កាភ្ញីតាំងចិត្តឲ្យបានជ្រះថ្លានិងទទួលទេវតាឆ្នាំថ្មីព្រះនាមរាក្ខសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកកាន់ចម្ពោះទ្វីបនៅពេលបន្តិចទៀតនេះ
សុភមេសតោវរៈមង្គលាជាយាទេរ៉ៃព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ព្រះវស្សាត្រឹមថ្ងៃសុក្រវិញបរមីនៃខែពិសាលុះដល់ថ្ងៃសៅរ៍មួយរោចខែពិសាឆ្នាំមមីអត្តស័កតទៅចូលព្រះពុទ្ធសករាជ2570ជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុំមីដេដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងល្អហើយម្ចាស់អូនម្ចាស់បងចុះការកន្លងផុតទៅក្រោមការគ្រប់គ្រងថែរក្សាភពផែនដីរបស់ម្ចាស់បងតើប្រជានុរាស្ត្រទាំងអស់បានរស់នៅសុខទុក្ខយ៉ាងណាដែរទៅក្រាបទូលម្ចាស់អូនរយៈពេល1ឆ្នាំកន្លងទៅនេះការកសាងសង្គមជាតិប្រជានុរាស្ត្រទាំងអស់រស់នៅបានសុខសែនសានមានសាមគ្គីភាពគ្នាយ៉ាងជិតស្និទ្ធសប្បាយសប្បាយទាំងការរត់ទទួលទាននិងការរស់នៅសមរម្យជាពិសេសជាតិមាតុភូមិកាន់តែរីកចម្រើនទៅជាលំដាប់គួរជាទីគប់ប្រសាណាម្ចាស់អូនប៉ុន្តែជាអកុសលព្រះរាជាណាចក្រកម្ពុជាបានទទួលរងនូវការឈ្លានពានពីប្រទេសជិតខាងធ្វើឲ្យប្រជានុរាស្ត្រដែលរស់នៅបណ្ដោយព្រំដែនមួយចំនួនជួបទុក្ខលំបាកទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រះមហាក្សត្ររដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះ
ជាពិសេសគឺមានកម្លាំងមហាសាមគ្គីភាពគ្នានៃគ្រួសារខ្មែរស្មារតីខ្មែរជួយខ្មែរបានវិញជាធ្លុំមហាសាមគ្គីភាពបង្កើតជាចលនាជាតិដ៏រឹងមាំមួយចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតីថវិកាសម្ភារៈដល់ប្រជាជនរាស្ត្រដែលជាជនរងគ្រោះនិងកងកម្លាំងដ៏អង់អាចក្លាហានដែលឈរជើងប្រយុទ្ធការពារបូរណភាពទឹកដីពីសត្រូវឈានពានមកដល់ពេលនេះស្ថានភាពនៃប្រជាជាតិកម្ពុជាមិនទាន់បានវិលទៅសភាពដើមទាំងស្រុងនៅឡើយទេប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងដោះស្រាយតាមគ្រប់យន្តការដែលអាចធ្វើទៅបានសម្ដៅយ៉ាងណាឲ្យប្រទេសជាតិបានសុខសន្តិភាពពេញបរិបូរណ៍ឡើងវិញណាម្ចាស់អូនទេវតាឆ្នាំចាស់ឆ្នាំម្សាញ់សព្វស័ក្តិពុទ្ធសករាជ2569សូមក្រាបថ្វាយដំណឹងដល់ទេពនិករនិងប្រជាជនរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំមមីអត្តស័ក្តិពុទ្ធសករាជ2570ត្រូវបានប្រារព្ធធ្វើនៅពេលនេះហើយបបិទ្ធព្រះនាងណាំចាស់កន្លងផុតទៅប្រជាជនរាស្ត្រក្នុងដែនទិបទាំងមូលបានកំពុងតែរស់នៅក្នុងសុខសន្តិភាពការអភិវឌ្ឍរីកចម្រើនការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិមានសាលារៀនស្ពានណល់ផ្លូវទឹកផ្លូវអាកាសសំណង់អគារតូចធំវត្តអារាមប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់គ្រប់សង្គមជនបទដោយតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងអភិវឌ្ឍសពថ្ងៃនេះតើទោះបីជាប្រជាណាចក្រកម្ពុជាបានទទួលនៅរងការបំពានបូរណភាពទឹកដីពីប្រទេសជិតខាងក្តីក៏ដំណើរការនៃការអភិវឌ្ឍនៅតែបន្តពុំមានឈរឈប់ឡើយសូមឲ្យប្រជាណាចក្រកម្ពុជាចម្រុងចម្រើនលូតលាស់និងមានសាមគ្គីភាពជាតិក្នុងសេចក្តីថ្លៃថ្នូរសុខដុមរមនាពីពេលនេះតទៅហើយ
ថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអើយអស់រយៈពេល3ថ្ងៃ3យប់នេះតទៅចូលអ្នកខិតខំសន្សំកុសលជំរះនៅមន្ទិលសៅមងទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើឆ្គំឆ្គងកន្លងមកជាមួយនឹងអ្នកមានគុណគ្រូបាអាចារ្យជាមួយចាក់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាក់ឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអមិមិនៈដែលមានក្នុងខ្លួនឲ្យត្រូវប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយសតិបញ្ញាស្មារតីជ្រាបវៃនិងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់ពំពោះកើនកានលើទឹកដីអង្គរដ៏ល្អបបរប្រជារាស្ត្របានសុខសេមសានកូនខ្មែររួមប្រាណសាមគ្គីគ្នាឲ្យបានសុខដុមរមនានៃមជ្ឈដ្ឋាននានាបានសុខតទៅអងម្ចាស់អូនពិធីផ្ទេរតំណែងថ្វាយម្ចាស់អូនបានចប់សពគ្រប់អស់ហើយសូមម្ចាស់អូនគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់អូនតាមជួយបីបាច់ថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបជាពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមក្សាន្តត្រជាក់ត្រជុំសុខដុមរមនាសុខបោសប្បាយនិងមានសុខសន្តិភាពឡើងវិញបន្តការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតណាម្ចាស់អូនសូមម្ចាស់បងទប់ប្រតិយលើអូនចុះម្ចាស់អូននឹងបន្តភារកិច្ចពីម្ចាស់បងដោយប្រតិយទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជាចាកផុតពីទុក្ខគ្រោះភ័យពីការឈ្លានពានពីជំងឺរាតត្បាតទាំងឡាយនិងឲ្យកាន់តែសបោសប្បាយជាភាយុភាពណាម្ចាស់បងសារលិខិតថ្វាយព្រះ